ចែកលេខតាក់ទងទៅនឹងបទពិសោធន៍ទៅលើត្រួយទុរេនបាទដែលកសិករមួយចំនួនគាត់ខ្វះទៅលើបច្ចេកទេសទៅលើការថែទាំត្រួយបាទអញ្ចឹងបងប្អូនមើលតាក់ទងទូទៅត្រួយវិញនេះបងប្អូនមើលឃើញហើយគឺវាមានសត្វល្អិតពួកមមីខៀវបាទអញ្ចឹងទូទៅគាត់ថែសារត្រួយនេះអត់បានទេបើមិនជាបច្ចេកទេសរបស់យើងនៅពេលដែលពេជ្រត្រួយមកគឺយើងប្រើប្រាស់ទៅលើផលិតផលដូចជាដៃណូភីគឺវាមានជំនាញទៅលើពពួកអញ្ជក់បាទដែលគេថាពួកមីខៀវហ្នឹងបាទអញ្ចឹងប្រើបានស្អាតដោយឡែកខ្ញុំសង្កេតមើលកសិករនៅតំបន់របស់យើងដូចជាប្រមាណនេះមួយចំនួនតូចដែលគាត់ប្រើប្រាស់ផលិតផលធ្វើឲ្យស៊ាំទៅនឹងសត្វល្អិតអញ្ចឹងទោះតែគាត់យកផលិតផលណាមកបាញ់ក៏អត់ស្អាតដែរបាទអញ្ចឹងចំពោះផលិតផលរបស់ក្រុមហ៊ុនអង្គរ Green យើងមានពីរផលិតផលដែរដើម្បីកុំឲ្យវាស៊ាំយើងអាចបាញ់ដៃណូភីក៏បានឬអាសេតាប្រូក៏បានដែរបាទជាទូទៅបើយើងប្រើប្រាស់ទៅលើកម្រិតថ្នាំបាទអាសេតាប្រូយើងប្រើប្រាស់1គីឡូជាមួយហ្គេនមិចប្រើប្រាស់ទៅលើទឹក1000លីត្រដោយឡែកបើយើងប្រើទៅលើដៃណូភីអាហ្នឹងជាប្រភេទជាម្សៅបាទអញ្ចឹងយើងប្រើប្រាស់1គីឡូជាមួយហ្គេនមិចកន្លះលីត្របាទទឹក1000លីត្រដូចគ្នាអញ្ចឹងយើងបាញ់ទៅគឺស្អាត 100% បាទអញ្ចឹងម្ចាស់ចការមួយចំនួនដែលគាត់ជឿជាក់លើផលិតផលរបស់ក្រុមហ៊ុនអង្គរ Green គឺគាត់បានប្រើហើយគឺគាត់ជាប់ចិត្តបាទគឺទួយគាត់តែមកស្អាតហើយជាទូទៅនេះគឺគាត់បាញ់អត់ទាន់បាទបងប្អូនមើលបាទអញ្ចឹងស្លឹកនេះគឺអត់អាចផលិតទួយក្រោយបានទេគឺវាខូច